តើទៅពេលចូលឆ្នាំឬពេលមានបនទៀនម្ដងបងប្អូនខ្មែរយើងជាពិសេសអ្នកនៅរដ្ឋខ្ញុំរស់នៅនេះគាត់ទៅវត្តឬក៏ទៅកន្លែងណាដើម្បីប្រារព្ធពិធីឬក៏ទៅដើរលេងហើយនៅក្រុងដែលខ្ញុំរស់នៅនេះមានវត្តប្រមាណដែរសម្រាប់ឲ្យបងប្អូនខ្មែរដែលកាន់ពុទ្ធសាសនាពួកគាត់មានឱកាសក្នុងការទៅប្រារព្ធពិធីឬក៏ទៅជួបជុំគ្នានៅនឹងណែបងប្អូនសួស្តីទាំងអស់គ្នាខ្ញុំម៉ានិតថ្ងៃនេះចង់ទៅជែកលេងឬក៏រៀបរាប់តាក់ទងទៅនឹងវត្តនៅតំបន់ដែលខ្ញុំរស់នៅពីព្រោះជាស្ដាយនេះខ្ញុំជាអ្នកកាន់ពុទ្ធសាសនាតែមិនបានជាខ្ជាប់ខ្ជួនអីណាទេគ្រាន់តែក្នុងនាមជាពុទ្ធសាសនិកជនម្នាក់អញ្ចឹងចូលចិត្តទៅវត្តតែទៅភាគច្រើនមិនទៅលក្ខណៈទៅស្ដាប់លោកសូត្រធម៌ឬក៏ទៅដើម្បីហៅកាន់លក្ខណៈខ្ជាប់ខ្ជួនអីហ្មងលក្ខណៈធម្មតាដូចបងប្អូនខ្មែរយើងតែចូលចិត្តទៅដើរលេងឬក៏យើងទៅធ្វើបុណ្យអីតាមប្រពៃណីមិនថាក្នុងឱកាសណាទេឲ្យតែវត្តធ្វើប្រពៃកម្មវិធីភាគច្រើនពួកខ្ញុំទៅឲ្យតែដឹងអញ្ចឹងបងប្អូនអញ្ចឹងដោយសារឥឡូវនេះគឺជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនៅស្រុកខ្មែរយើងគេអត់ទាន់ធ្វើទេអាចធ្វើទៅតាមភូមិបងប្អូនខ្មែរមួយចំនួនគាត់រៀបចំលេងបុណ្យប្រពៃណីតាមភូមិតាមផងបងប្អូនអញ្ចឹងណាព្រោះខ្ញុំកាលនៅខ្មែរក៏ធ្លាប់ដែរមុនចូលឆ្នាំមួយអាទិត្យឬក៏កន្លះខែអ្នកកន្លែងខ្លះមានដល់គេលេងរបៀបប្រពៃណីតាមភូមិឬក៏តាមវត្តក៏មានដែរមុនមួយខែឬក៏កន្លះខែជាមធ្យមកន្លះខែឬមួយអាទិត្យអញ្ចឹងណាបងប្អូនសួរថាតើនៅស្រុកអាមេរិកមានអត់សម្រាប់ក្រុងផ្សេងរដ្ឋផ្សេងខ្ញុំអត់ដឹងខ្ញុំក៏អត់បានសិក្សាស្វែងយល់ឬក៏ទៅសួរអីដែរខ្ញុំនិយាយចំពោះតែនៅក្នុងក្រុងដែលខ្ញុំរស់នៅរដ្ឋដែលខ្ញុំរស់នៅនិយាយឲ្យខ្លីគឺទីក្រុងខ្ញុំរស់នៅព្រោះនៅក្នុងរដ្ឋដែលខ្ញុំរស់នៅតិចសាសនេះធំហើយទីក្រុងធំផ្សេងដែលខ្ញុំអត់ទៅដល់ខ្ញុំមិនហ៊ាននិយាយនៅរដ្ឋខ្ញុំរស់នៅមានទីក្រុងធំដូចជាទីក្រុង Houston ដែលជាក្រុងខ្ញុំរស់នៅគឺជាទីក្រុងធំសម្រាប់នៅក្នុងរដ្ឋតិចសាសហើយទីក្រុង Houston នេះដែរគឺជាទីក្រុងធំលំដាប់ទី4នៅក្នុងទឹកដីសហរដ្ឋអាមេរិកបងប្អូនជឿបងប្អូន search នៅក្នុង Google search ខ្លួនឯងទាំងទំហំទីក្រុងទាំងចំនួនប្រជាជនណាបងប្អូនហើយនៅក្នុងរដ្ឋតិចសាសទាំងមូលក៏មានទីក្រុងធំផ្សេងទៀតបន្ទាប់ពី Houston យើងមានទីក្រុង Dallas គេមិចជាមួយនឹង Fort Worth ហើយមានទីក្រុង San Antonio មានទីក្រុង Austin ហើយទីក្រុង Austin គឺជាទីក្រុងមួយដែលគេហៅថា Capital City of Texas បើយើងនៅស្រុកខ្មែរយើងនិយាយថាដូចជាសាលាខេត្តអញ្ចឹងណានៅឬក៏ទីក្រុងតំណាងសម្រាប់រដ្ឋTexasតែទាំងមូលគឺនៅ Austin ហ្នឹងឯងហើយសម្រាប់ទីក្រុងដែលខ្ញុំនិយាយមុនហ្នឹងខ្ញុំអត់ដែលបានទៅទេលើកលែងតែ Austin ខ្ញុំធ្លាប់ទៅនៅមួយឆ្នាំអញ្ចឹងអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះគឺចង់និយាយអំពីវត្តហើយនៅ Austin ខ្ញុំលើកនៅ Austin មុនដោយសារ Austin មានវត្តតែមួយទេហើយវត្តនោះដូចជាអត់មានលោកច្រើនអង្គសម្រាប់គង់នៅក្នុងវត្តដើម្បីឲ្យប្រជាជនយើងបានទៅធ្វើបុណ្យរាល់ថ្ងៃហើយលោកអត់មាននៅដូចស្រុកខ្មែរយើងលោកមុនចេញបិណ្ឌបាតទេនៅនោះតាមខ្ញុំដឹងត្រួសមិនច្បាស់គឺនៅពេលដែលមានបុណ្យទានធំគឺគណៈកម្មការវត្តនៅខាងនោះគេមកនិមន្តប្រសង់ពីវត្តនៅខាង Houston នៅខាងខ្ញុំរស់នៅនេះទៅប្រពៃនៅនោះហើយខ្ញុំមកលំអិតមិនលំអិតទេខ្ញុំមកនិយាយត្រួសឲ្យបងប្អូនដឹងថាតើពួកខ្ញុំនៅក្នុងទីក្រុង Houston នៃរដ្ឋ Texas នេះនៅពេលដែលបុណ្យទានម្ដងគេធ្វើម៉េចបុណ្យទានផ្សេងអាចយើងធ្វើថ្ងៃជាមួយគ្នាណាតែលើកលែងបុណ្យចូលឆ្នាំមួយខ្ញុំនិយាយបុណ្យចូលឆ្នាំមិនមួយអាចលើកពីនឹងតែខ្ញុំលើកពីបុណ្យចូលឆ្នាំសម្រាប់បុណ្យចូលឆ្នាំនៅក្នុងទីក្រុង Houston នៃរដ្ឋ Texas នេះគេធ្វើប្រារព្ធធ្វើទិវាចូលឆ្នាំគឺខុសគ្នាដោយសារបងប្អូនរស់នៅក្នុងរដ្ឋ Texas នេះពួកគាត់ភាគច្រើនគឺទំនេរចង់និយាយថាគាត់អាចធ្វើប្រលប់ទៅបុណ្យទៅអីគឺខ្ទង់ថ្ងៃចុងសប្តាហ៍មូលហេតុកូនចៅអត់រៀននឹងជាមូលហេតុមួយណា
ភាគច្រើនគឺយើងធ្វើនៅក្នុងកន្លងសៅរ៍អាទិត្យហ្នឹងឯងហើយនៅទីនេះគឺថ្ងៃនេះថ្ងៃដែលខ្ញុំនិយាយវីដេអូនេះគឺជាថ្ងៃទី1នៃការចូលឆ្នាំប្រពៃណីជាតិដែលគេធ្វើនៅក្នុងវត្តនគរជុំវត្តនគរជុំវត្តអង្គរជុំអញ្ចឹងខ្ញុំបញ្ជាក់នៅក្នុងទីក្រុង Houston នេះមានវត្តខ្មែរយើងរហូតទៅដល់4មានវត្តនគរជុំវត្តខេមរារាមវត្តស្រុកស្រែឬក៏វត្តពុទ្ធរស្មីហើយនិងវត្តមួយទៀតគឺវត្តពុទ្ធរាំងសីបងប្អូនអញ្ចឹង4ណាហើយនៅបងប្អូនរស់នៅក្នុងទីក្រុង Houston នេះពួកគាត់ឬក៏គណៈកម្មការវត្តមួយគាត់ចែកវេនគ្នាសម្រាប់ឲ្យបងប្អូនដែលគាត់ចង់ទៅវត្តណាគាត់ទៅវត្តហ្នឹងតែអត់ឲ្យជន់ថ្ងៃគ្នាទេវត្ត4ហ្នឹងគឺក្នុងរយៈពេល1ខែគឺពួកគាត់ធ្វើចែកលក្ខណៈដាក់ schedule ឬក៏ចែកកាលភាគគ្នាឲ្យបងប្អូនខ្មែរយើងបានទៅគ្រប់វត្តឬក៏ពីមុនមកខ្ញុំអត់ដឹងខ្ញុំនិយាយតែក្នុងកន្លងពេលដែលខ្ញុំមកនៅទីក្រុងនេះគឺខ្ញុំដឹងថាគឺគេអត់ឲ្យជន់អាទិត្យគ្នាទេឧទាហរណ៍ថាបើវត្តមួយធ្វើនៅក្នុងអាទិត្យខែទី1ក្នុងអាទិត្យទី1វត្តបន្ទាប់គឺធ្វើនៅក្នុងអាទិត្យទី2វត្តមួយទៀតធ្វើនៅក្នុងអាទិត្យទី3វត្តមួយទៀតធ្វើនៅក្នុងអាទិត្យទី4អញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ឆ្នាំនេះអាទិត្យទី1នៃក្នុងខែ4នៃរដូវចូលឆ្នាំវត្តដែលធ្វើមុនគេគឺវត្តនគរជុំនេះឯងហើយធ្វើនៅក្នុងថ្ងៃនេះខ្ញុំទៅតែមកអញ្ចឹងខ្ញុំនឹកឃើញចែកម្លែកពីបទពិសោធន៍ឬការធ្វើប្រពៃពិធីបុណ្យចូលឆ្នាំនៃវត្តទាំង4នៅក្នុងទីក្រុង Houston នេះអញ្ចឹងអាទិត្យក្រោយគឺវត្តមួយទៀតគឺវត្តខេមរារាមនៅក្នុងថ្ងៃទី12បើសិនជាបងប្អូនណាដែលនៅក្នុងទីក្រុង Houston នេះគាត់អត់ដឹងភាគច្រើនដឹងហើយតែមានអ្នកខ្លះក៏មិនដឹងដែរដូចខ្ញុំព្យាយាមចូលទៅសួរគេអ្នកនេះអ្នកនោះទៅបានដឹងហើយអាទិត្យទី3ខ្ញុំអត់បានទទួលព័ត៌មានច្បាស់ទេតែខ្ញុំសន្មត់ថាអាទិត្យទី3នៅប្រហែលជាវត្តពុទ្ធរាំងសីហើយអាទិត្យចុងក្រោយនៃដូចគឺនៅក្នុងវត្តស្រុកស្រែគេហៅពុទ្ធរស្មីវត្តនេះយើងហៅវត្តស្រុកស្រែហើយនៅក្នុងវត្តទាំងអស់ហ្នឹងគឺមានគេហៅថាពុទ្ធបរិស័ទចំណុះជើងវត្តអាចថាមានរៀងខ្លួននិងមានទាំងអស់គ្នាដូចខ្ញុំអត់មានជាពុទ្ធបរិស័ទនៅក្នុងចំណុះជើងវត្តណាមួយទេតែខ្ញុំជាពុទ្ធបរិស័ទទាំង4បើសិនជាចូលឆ្នាំ4អាទិត្យហ្នឹងមាន4វត្តប្ររពគឺខ្ញុំទៅគ្រប់វត្តបើសិនជាអាចអញ្ចឹងណាបងប្អូនបើសិនជាខ្ញុំរវល់ដោយប្រការណាមួយប្រហែលខ្ញុំអត់ទៅខ្ញុំអាចអត់បានទៅក្នុងវត្តណាមួយតែផែនការសម្រាប់ខ្ញុំសម្រាប់ដើរលេងចូលឆ្នាំទៅតាមវត្តគឺខ្ញុំគឺបំណងគឺទៅឲ្យបានគ្រប់វត្តណា4វត្តហ្នឹងអាទិត្យទី1ទៅវត្តគោជុំអញ្ចឹងទៅអាទិត្យទី2ទៅខេមរារាមអាទិត្យទី3ទៅពុទ្ធរាំងសីអាទិត្យទី4ទៅវត្តស្រុកស្រែតែជាបទពិសោធន៍ជាក់ស្ដែងសម្រាប់ខ្ញុំនិងគ្រួសារខ្ញុំឬក៏ដូចជាអ្នកខ្ញុំធ្លាប់ស្គាល់ពួកយើងចូលចិត្តទៅវត្តស្រុកស្រែជាវត្តចុងក្រោយគេពីព្រោះនៅទីនោះលក្ខណៈចេញទៅខាងក្រៅក្រុងមានទីធ្លារៀងក្រាន់បើហើយមានបងប្អូនខ្មែរយើងទៅរៀងច្រើនដែរហើយសម្រាប់វត្តមួយគាត់មានអាចថាបទវិជាឬក៏ច្បាប់ទម្លាប់របស់វត្តរៀងខ្លួនមានវត្តខ្លះគឺគេមានច្បាប់មិនអោយយើងធ្វើអីផ្ដេសផ្ដាស់អញ្ចឹងណាហើយវត្តខ្លះគេមិនអោយធ្វើដែរតែគេអាចថាមិនអោយយើងបញ្ចេញបង្ហាញអីខ្លាំងយ៉ាងទៅពាក់ព័ន្ធទៅនឹងនិយាយត្រង់មានដូចថាយកគ្រឿងហូបចុកដូចជាបាយាអីចូលអញ្ចឹងវត្តខ្លះអត់អោយទេតែវត្តខ្លះក៏អនុញ្ញាតទៅតែវត្តខ្លះមិនអោយដែរតែមិនហាមដាច់អហង្ការទេលក្ខណៈឲ្យយើងចេះលាក់លៀមអញ្ចឹងវត្តខ្លះអត់ឲ្យតែម្ដងអញ្ចឹងវត្តខ្លះដែលអត់ឲ្យតែម្ដងពេលខ្លះអាចអត់សូវមានពុទ្ធបរិស័ទតែមិនមែនគាត់ធ្វើយ៉ាងខុសទេព្រោះគាត់ធ្វើយ៉ាងត្រូវព្រោះនៅក្នុងវត្តយើងមិនគួរយកអញ្ចឹងចូលក៏ប៉ុន្តែយើងគួរគិតដែរថាចូលឆ្នាំយើងអាចលុះលាបានទេបទគេហៅបទបញ្ជាមានហើយតែយើងអាចឲ្យពួកគាត់លាក់លៀមអញ្ចឹងយើងសម្រាប់បើខ្ញុំទៅបើសិនជាយើងចង់ហូបចុកអញ្ចឹងយើងលាក់លៀមទៅហើយពួកខ្ញុំភាគច្រើនគឺខ្ញុំលាក់លៀមខ្ញុំនិយាយតាមត្រង់ណាតែយើងដឹងថាវាមិនត្រូវទេតែក៏វាជាឱកាសនៃការជួបជុំហើយយើងមិនទៅអីណាជាខ្ចីជួយម៉ែយើងលាក់លៀមទៅខាងក្រោយចែកដីទៅខាងក្រោយរោងឆាកអីចឹងទៅមាត់ស្រះទៅអីចឹងទៅណាអានេះបើយើងចង់សម្រាប់បងប្អូនដែលគាត់
ប្រកាន់ខ្ជាប់ខ្ជួនអញ្ចឹងទៅគាត់ទៅជួបជុំគ្នានៅក្នុងពហិនៅក្បែរពហិឬនៅក្នុងសាលាឆាន់ឬនៅក្នុងកន្លែងណាដែលជាប្រជុំនៃអ្នកដែលគាត់ប្រកាន់ខ្ជាប់ខ្ជួនទៅយើងគ្រាន់តែមានវត្តមានឲ្យក្នុងកម្មវិធីនឹងឹកកធឹកឡើងក៏យើងអស់ចិត្តដែរសង្ហាមួយទៀតយើងបានជួបជុំគ្នាបងប្អូនអញ្ចឹងតែខ្ញុំបញ្ជាក់ណាខ្ញុំនិយាយចឹងខ្ញុំមិនចង់ឲ្យថាត្រូវតែមានឬមិនត្រូវតែមាននេះគ្រាន់តែជាយោបល់ផ្ទាល់ខ្លួនហើយអ្វីដែលយើងចូលចិត្តហើយអ្វីដែលយើងសង្កេតឃើញថាសម្រាប់វត្តមួយប្រជាជនអ្នកខ្លះទៅគេសម្រេចចិត្តទៅវត្តនេះដោយសារគេមានច្បាប់ទម្លាប់ល្អអញ្ចឹងគេទៅនឹងចឹងទៅតែអ្នកខ្លះទៀតថាខ្ញុំទៅវត្តនេះព្រោះវត្តនេះរៀងបធូរបធរខ្ញុំអាចធ្វើនេះធ្វើនោះបានខ្លះហូបជក់បានខ្លះអញ្ចឹងទៅតែសម្រាប់ខ្ញុំអត់ទេវត្តណាបើសិនខ្ញុំអាចឆ្លៀតឱកាសទៅឆ្លៀតពេលទៅបានខ្ញុំទៅទាំងអស់ពួកខ្ញុំចៃវត្តបងប្អូនលើសពីនេះនៅក្នុងទីក្រុងខ្ញុំរស់នៅ Houston នេះណាខ្ញុំសង្កេតឃើញមានវត្តថៃមានវត្តឡាវតែខ្ញុំព្យាយាម search រកវត្តភូមាតែអត់ឃើញខ្ញុំមិនដឹងថាដោយសារនៅក្នុង Google Map វាអត់បង្ហាញឬក៏គេលុបឬក៏គេមានតែគេអត់បានដាក់ចូលទៅក្នុង Google Map ខ្ញុំមិនដឹងទេជាមួយចប់វីដេអូនេះខ្ញុំសាករមើលវត្តឡាវវត្តភូមាមួយទៀតមានវត្តសេរីលង្កាវត្តអីដែរប៉ុន្តែដូចខ្ញុំថាអញ្ចឹងពេលខ្លះយើងអត់ដែលឬក៏វប្បធម៌រឿងអត់សូវស្តៀងខ្មែរយើងស្តៀងតិចតួចអីយើងអត់បានសើចអញ្ចឹងខ្ញុំសើចតែថៃឡាវខ្មែរអញ្ចឹងវត្តខ្មែរនៅទីក្រុងខ្ញុំនៅមាន4វត្តឡាវមានដូចជា2ក៏ប៉ុន្តែខ្ញុំធ្លាប់ទៅបានតែមួយវត្តមួយទៀតបើសិនជាខ្ញុំមើលតាម Google Map ទៅលក្ខណៈរៀងតូចហើយរៀងឆ្ងាយពីខ្ញុំអញ្ចឹងខ្ញុំអត់បានទៅទេវត្តថៃមើលតាម Google Map មាន2ហើយខ្ញុំធ្លាប់ទៅវត្តមួយទៀតខ្ញុំអត់ដែលធ្លាប់ទៅទេតែលក្ខណៈវត្តដូចគ្នាសម្រាប់យើងនិយាយពីបុណ្យទានវិញខ្ញុំកម្រទៅវត្តឡាវឬវត្តថៃលើកលែងតែបុណ្យចូលឆ្នាំបុណ្យផ្សេងបុណ្យទានខ្ញុំសំដៅទៅលើបុណ្យផ្សេងណាតែដោយសារពេលខ្លះយើងអត់ទទួលព័ត៌មានសម្រាប់ខ្ញុំឲ្យតែបុណ្យទានតាក់ទងវត្តពួកខ្ញុំចង់ទៅមើលពីរបៀបរបបចង់ទៅមើលពីប្រជាជនរបស់គេទៅជួបជុំគ្នាគេធ្វើរបៀបម៉េចខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំកាលពីឆ្នាំថ្មីនៅពេលដែលពួកខ្ញុំទៅលេងនៅវត្តថៃដែលវត្តខ្ញុំនិយាយមួយក្នុងចំណោម2ដែលមានហ្នឹងគឺខ្ញុំទៅលេងវត្តថៃតែឆ្នាំថ្មីគឺបទពិសោធន៍របស់ខ្ញុំគឺវត្តថៃយើងទៅជួបជុំគ្នាបានធម្មតាទៅជែកគ្នាទៅមើលអំពីគេប្រពធ្វើចម្រៀង concert នៅក្នុងរោងណាមិននៅក្រៅតែសម្រាប់អារម្មណ៍ខ្ញុំគឺធម្មតាអត់សូវជាតាក់ទាញអីប្រហែលទេសម្រាប់វត្តថៃតែខ្ញុំបញ្ជាក់ណាតែឆ្នាំមុននេះខ្លាចពីមុនមកផ្សេងសបាយមិនលក្ខណៈធម្មតាអត់សបាយលក្ខណៈយើងទៅធ្វើបន់សម្រាប់វត្តថៃណាដល់ឡែកនៅក្នុងឆ្នាំនឹងដែរថ្ងៃជាមួយគ្នាខ្ញុំទៅលេងវត្តឡាវគឺថ្ងៃទី1ហ្នឹងគឺអត់ទៅសបាយដូចគ្នាតែនៅក្នុងវត្តឡាវគេអនុញ្ញាតសេរីថ្ងៃទី1ពួកខ្ញុំទៅគឺគេអត់យកលុយទេតែវត្តខ្មែរវត្តថៃគេអត់យកលុយតែចម្លែកវត្តឡាវថ្ងៃទី1គេអត់យកលុយថ្ងៃទី2គេយកលុយក៏ប៉ុន្តែថ្ងៃទី2គឺថ្ងៃសបាយខ្ញុំអត់ចាំថាថ្ងៃទី2ហ្នឹងគឺជាថ្ងៃប្រហើយឬក៏ថ្ងៃទី2នៃវត្តឯព្រោះឡាវភាគច្រើនគេធ្វើ3ថ្ងៃដូចឆ្នាំនេះគេធ្វើថ្ងៃទី11 12 13អញ្ចឹងខ្ញុំនិយាយថ្ងៃទី1ទី2សម្រាប់វត្តឡាវឆ្នាំត្មិញគឺខ្ញុំសំដៅទៅលើថ្ងៃដែលខ្ញុំទៅព្រោះខ្ញុំទៅ2ថ្ងៃខ្ញុំរាប់ថ្ងៃទី1ថ្ងៃទី2តែខ្ញុំអត់បានសំដៅទៅលើថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3នៃវត្តគេប្រពៃពិធីទេតែខ្ញុំសង្កេតឃើញថាវត្តឡាវសប្បាយទី1មនុស្សមកច្រើនកកកទាំងខ្មែរទាំងថៃទាំងឡាវទាំងយួនទាំងពួក Spanish ទាំង American មកពេញវត្តបងប្អូនសប្បាយមែនទែនហើយនៅទីនោះគឺគណៈកម្មការវត្តគេអនុញ្ញាតឲ្យហូបចុកផឹកស៊ីដោយសេរីនៅទីនោះគឺគណៈកម្មការវត្តគេហៅឬក៏គេសុំជំនួយអំពីប៉ូលីសអញ្ចឹងនៅក្នុងកម្មវិធីវត្តគឺប៉ូលីសពេញហ្នឹងមកសិតតែប៉ូលីសអាមេរិកមានប៉ូលីសស្បែកខ្មៅមានប៉ូលីស Spanish មានប៉ូលីសអាស៊ីយើងប្រហែលជាខ្ញុំសង្កេតមើលប៉ូលីសហ្នឹងប្រហែលជាខ្មែរហើយមានទាំងប៉ូលីសអាមេរិកស្បែកសអញ្ចឹងយើងអត់បារម្ភពីសុវត្ថិភាពថាមានបាតុភូតកើតហេតុអីមួយទេព្រោះនៅស្រុកនេះខ្ញុំគិតថាប្រជាជនអាមេរិកគេយល់ច្បាប់ក្រាន់បើអញ្ចឹងគេក៏ឃើញប៉ូលីសគេគោរពអញ្ចឹងគេអត់មានរឿងអីគេអត់មានឆេវឆាវទេមានគ្រាន់ថាយ៉ាងហោចក៏ឃើញវត្តមានប៉ូលីសនៅច្រើនអញ្ចឹងគេអត់ហ៊ានដែរអញ្ចឹងកម្មវិធីរបស់គេគឺថាអើងកងមែនទេខ្ញុំមិនមែនទៅសើវត្តគេហើយក៏ខ្ញុំអត់បានបន្ទុចថាវត្តយើងអត់សប្បាយទេខ្ញុំលើក
ពីវត្តឡាវមួយសិនហើយចាំខ្ញុំចូលទៅវត្តខ្មែរដែរវត្តឡាវគឺសប្បាយអញ្ចឹងឆ្នាំនេះក៏ខ្ញុំរៀបផែនការទៅលេងវត្តឡាវនឹងម្ដងទៀតដែរតែមិនទាន់ដឹងច្បាស់ថាតើថ្ងៃទី1ណាថ្ងៃបង្ហើយឬក៏ថ្ងៃទី2នៃថ្ងៃ3ថ្ងៃរបស់វត្តឡាវពោះដោយសារយើងទៅយើងសប្បាយយើងឃើញគេលេងសប្បាយបានម្សៅបាញ់ទឹកអីដូចខ្មែរយើងដូចថៃចឹងសប្បាយដល់ឡែកវត្តខ្មែរយើងវត្តចុងក្រោយគឺវត្តស្រុកស្រែហ្នឹងក៏មនុស្សច្រើនដែរបងប្អូនហើយវត្តហ្នឹងក៏គេហាមមិនអោយយើងផឹកស្រាគេហាមមិនអោយយកគ្រឿងស្រវឹងចូលមែនក៏តែនៅពេលដែលយើងចូលក៏គេមិនទៅចាប់របស់យើងក៏វត្តចោលហាមថាអត់អោយផឹកទេតែក៏យើងគួរតែយល់ដែរព្រោះយើងជាទូទៅគឺយើងលាក់លៀមហើយយើងផឹកអញ្ចឹងយើងយកกระดาษបិទដបយកกระดาษសបិទពីក្រៅដបណាអញ្ចឹងយើងយកអាกระดาษជូតមាត់យើងឲ្យវែងបិទបើយើងមានដបយើងបិទដបទៅបើសិនជាយើងកំប៉ុងយើងបិទកំប៉ុងយើងកុំបង្ហាញលក្ខណៈនេះតែបើសិនជាយើងទៅកន្លែងស្ងាត់ទៅមាត់បឹងទៅមាត់អីអាហ្នឹងស៊ីសងបងប្អូននេះព្រោះយើងនៅទីនោះប្រហែលជាយើងមានតែគ្នាយើងអ្នកហូបចុកឬក៏នៅតំបន់នោះភាគច្រើនអ្នកដែលទៅអង្គុយម្ដុំហ្នឹងគឺសិតតែអ្នកយកអាហារទៅហូបចុកឬយកប៊ីយ៉ាទៅផឹកនៅហ្នឹងណាខ្ញុំបញ្ជាក់ណាខ្ញុំនិយាយចេះមិនថាធ្វើអញ្ចឹងត្រូវទេវាអត់ត្រូវទេទៅវត្តក៏ប៉ុន្តែបងប្អូនត្រូវគិតមួយវិញទៀតនៅស្រុកខ្មែរយើងក៏គេមានធ្វើអញ្ចឹងដែរណានៅតាមវត្តយើងមិនមែនទៅផឹករាល់តែពេលទេព្រោះមួយឆ្នាំម្ដងអញ្ចឹងយើងគួរតែអាចលុះលាបានយើងលុះលាទៅតែខ្ញុំបញ្ជាក់ណាអត់និយាយរឿងត្រូវអត់ត្រូវទេនិយាយរឿងត្រូវអត់ត្រូវនិយាយចេះបងប្អូនមួយចំនួនដែលគាត់មិនចូលចិត្តឬក៏គាត់ប្រកាន់ខ្ជាប់ប្រកែកបែរជាគាត់ប្រកាន់មានណាបងប្អូនគាត់ប្រកាន់ពេលខ្លះគាត់រហូតដល់ថ្នាក់គាត់បើទៅវត្តហ្នឹងគាត់អត់ទៅទេព្រោះទៅវត្តហ្នឹងកន្លែងទីវត្តអារាមមិនគួរឲ្យមានផឹកស៊ីអញ្ចឹងវត្តហ្នឹងអនុញ្ញាតឲ្យផឹកស៊ីគាត់អត់ទៅទេណាអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាធ្វើអញ្ចឹងអត់ត្រូវមែនតែពេលខ្លះក៏ជាឱកាសមួយក្នុងការបងប្អូនទៅវត្តទៅជួបជុំគ្នាសប្បាយដែរអញ្ចឹងក៏យើងមិនទៅក្អាយបើកចំហឲ្យដែរយើងមួយក៏យើងមានការលាក់លៀមដោយការបិទដបស្រាមិនឲ្យឃើញជាដបស្រាតែឃើញជាដបបិទផ្លាកស្រាចេញឬក៏កំប៉ុងណាហើយយើងអត់ទៅឆេវយើងញ៉ាំងអីទេដល់ពេលដែលយើងហូបស្ងាត់ស្ងៀមឬទៅជែកគ្នាទៅគ្នាយើងចេញពីហ្វូងមនុស្សដែលគេកំពុងធ្វើបន់អញ្ចឹងបងប្អូនហ្នឹងអញ្ចឹងខ្ញុំគិតថាมันជាខុសតោះអីធ្ងន់ធ្ងរដល់ថ្នាក់លើកលែងបានទេពីព្រោះយើងមើលនៅស្រុកអាមេរិកហើយយើងមើលទៅស្រុកយើងក៏ចូលក្នុងកម្មវិធីចូលឆ្នាំក៏វត្តមួយចំនួនក៏គេលក្ខណៈអញ្ចឹងដែរអាចថាបើកចំហជាងផងណាបងប្អូនហ្នឹងហើយអញ្ចឹងឥឡូវនេះថ្ងៃទី1អាទិត្យទី1នេះការចូលឆ្នាំនៅទីក្រុងខ្ញុំរស់នៅគឺចាប់ផ្ដើមមានចូលឆ្នាំមកវត្តហើយខ្ញុំអត់ដឹងច្បាស់ថាតើវត្តហ្នឹងស្អែកគេមានកម្មវិធីអីទៀតទេសម្រាប់ពួកខ្ញុំទៅវត្តភាគច្រើនទៅថ្ងៃណាដែលគេប្រារព្ធជាថ្ងៃសំខាន់ដែលមានបងប្អូនខ្មែរយើងទៅមានខ្ចោះឬមានបញ្ចូលលក់ដូរដូចជាមានបន្លែមានបង្ការមានបង្អែមមានសាច់មានអីយកទៅលក់អញ្ចឹងទៅពួកខ្ញុំឆ្លៀតឱកាសហ្នឹងទៅលេងវត្តផងទៅទិញបន្លែបងប្អូនយើងឬក៏ទិញម្ជូរទិញផ្អកទិញត្រីទិញម៉ាំលហុងទិញអីចឹងបងប្អូនអញ្ចឹងយើងឆ្លៀតទៅទិញហើយយើងបានទៅជួបជុំបងប្អូនឬក៏ពេលខ្លះបើសិនជាវត្តគាត់អនុញ្ញាតយើងក៏លាក់លៀមហូបចុកជុំគ្នាសប្បាយអញ្ចឹងទៅបងប្អូនសម្រាប់បងប្អូនអ្នកដែលគាត់មានការសប្បាយឬក៏គាត់មានចំណូលចិត្តទៅខាងនឹងសម្រាប់បងប្អូនដែលគាត់មិនមានចំណូលចិត្តឬក៏គាត់ប្រកាន់គាត់អាចទៅខាងគាត់ឬក៏ទៅខាងម្ដុំដែលគេធ្វើប្រារព្ធខ្ជាប់ខ្ជួននេះទៅអញ្ចឹងពួកយើងអ្នកដែលគាត់ចូលចិត្តហូបចុកអញ្ចឹងគាត់លក្ខណៈលាក់លៀមឬទៅបើថានៅក្នុងសាលមួយអញ្ចឹងអ្នកដែលគាត់អញ្ចឹងគាត់ទៅក្បែរខាងទៅគៀនជាងកលៀននោះលាក់យ៉ាងណាគាត់លាក់ដែរគាត់មិនបង្ហាញទេបងប្អូនដូចជាថ្ងៃនេះខ្ញុំទៅតែខ្ញុំអត់ហូបអត់ចុកទេទី1អត់មានកម្រងថាទៅហូបចុកអញ្ចឹងយើងអាចបានត្រៀមអីរបស់យើងទៅទោះបីគេហៅពេលខ្លះក៏បដិសេធទៅយើងចាំឱកាសក្រោយណាបងប្អូនតែបើសិនជាយើងមានខ្លះយើងទៅយើងយកទៅចូលមួយគេប្រហែលអាចដាក់1 2ដែលលាក់លៀមអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបានទៅមកវត្តហើយត្រឡប់មកវិញគឺខ្ញុំបានទៅមកវត្តហើយគឺវត្តគួរជុំណាបងប្អូនអញ្ចឹងទឹកទី2នៅក្នុងថ្ងៃទី11 12 13ហ្នឹងចាំមើល
ប្រហែលជាខ្ញុំអាចទៅថ្ងៃទី12បើសិនថ្ងៃទី12មិនទាន់ប៉ះថ្ងៃសប្បាយអាចទៅថ្ងៃ13បងប្អូនអញ្ចឹងនឹងវត្តថ្ងៃទី2តែថ្ងៃទី2ហ្នឹងមានជាន់រហូតដល់3វត្តសម្រាប់វត្តដែលខ្ញុំដឹងមានវត្តខ្មែរយើងវត្តខេមរារាមខ្ញុំដឹងថាខ្ញុំបានទៅអត់ទេវត្តហ្នឹងហើយវត្តមួយទៀតគឺវត្តថៃតែវត្តថៃហ្នឹងគាត់ធ្វើចាប់ពីម៉ោង2:10ថ្ងៃត្រង់2:10ឬ2:10កន្លះទេខ្ញុំមានកដាស់ហើយរហូតដល់ល្ងាចអញ្ចឹងទៅហើយវត្តមួយទៀតគឺវត្តឡាវអាវត្តដែលinterest ឬក៏តាក់ទាញពួកខ្ញុំជាងគេគឺវត្តឡាវដោយសារឆ្នាំតែមិញយើងដូចខ្ញុំនិយាយមុនហ្នឹងណាដោយសារឆ្នាំតែមិញយើងទៅយើងទទួលបានការសប្បាយជួបជុំមនុស្សច្រើនមកពីគ្រប់ទិសទីទាំងជនជាតិផ្សេងទាំងឡាវទាំងអីខ្មែរយើងជួបជុំគ្នាសប្បាយអញ្ចឹងយើងចង់ទៅទៀតនៅនោះខ្ញុំភ្លេចនិយាយនៅពេលចូលឆ្នាំអញ្ចឹងម្ដងវត្តមួយចំនួនធំដែលខ្ញុំរៀបរាប់ហ្នឹងគឺគេមានប្រគំជាតន្ត្រីឲ្យយើងណាឬក៏ពេលខ្លះគេចាក់បាសឲ្យយើងស្ដាប់យើងអាចរំច្រៀងសប្បាយយើងទៅបងប្អូនអញ្ចឹងអ្នកនៅទីក្រុងខ្ញុំគាត់មានឱកាសច្រើនក្នុងការទៅវត្តបើសិនជាមិនចង់ទៅវត្តនេះដោយសារមូលហេតុអីយើងអាចទៅវត្តមួយទៀតបើសិនជារវល់នៅក្នុងអាទិត្យនេះជាប់រវល់ធ្វើអីយើងអាចលើកទៅអាទិត្យក្រោយមួយទៀតណាអញ្ចឹងមិនប្រម៉ូតក្រុងខ្ញុំរស់នៅដើម្បីឲ្យបងប្អូនមកទេគ្រាន់តែប្រាប់ថានៅបងប្អូននៅខ្មែរនៅក្រុងនៅកន្លែងខ្ញុំរស់នៅនេះមានវត្ត4ធំដែរមិនធំទេវត្ត4សម្រាប់ឲ្យបងប្អូនមកប្រពៃពិធីឬក៏មកលេងចូលឆ្នាំឬក៏បុណ្យអីផ្សេងដែលពាក់ព័ន្ធនឹងពុទ្ធសាសនាណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងប្រហែលជាខ្ញុំចង់ប្រាប់បងប្អូនតែប៉ុណ្្នឹងព្រោះក្នុងឱកាសចូលឆ្នាំពេលខ្លះបងប្អូនសួរអញ្ចឹងយើងទៅលេងណាអីអញ្ចឹងណាអញ្ចឹងបើអ្នកនៅ Houston បងប្អូនណាដែលអត់ដឹងថាវត្តណាគេលេងចូលឆ្នាំថ្ងៃណាអាចឆាតសួរខ្ញុំទៅខ្ញុំអាចដឹងខ្ញុំប្រាប់បងប្អូនឲ្យមកលេងជុំគ្នាទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះឆ្នាំមុនថ្ងៃនេះមានបងប្អូនយើងគាត់ស្គាល់ខ្ញុំតាម YouTube ឬ Facebook ដែរមកសួរពេលខ្លះអត់ដែរស្គាល់គាត់ទេតែពេលយើងធ្វើយ៉ាងទៅគាត់ជួបយើងគាត់ហៅយើងគាត់ប្រាប់យើងថាខ្ញុំស្គាល់ប្អូនឬស្គាល់បងតាមរយៈមើលវីដេអូរបស់ប្អូនឬបងអញ្ចឹងយើងសប្បាយចិត្តដែរហើយគាត់សួរយើងថាអង្ការធ្វើវីដេអូទៀតអូខេតាមពិតចង់ណារឿងធ្វើវីដេអូខ្ញុំចូលចិត្តតែពេលខ្លះទៅវាមិនដឹងយើងមានអីនិយាយទៅមានប្រយោជន៍អត់អញ្ចឹងណាហើយណាមួយយើងការងាររៀងហត់ល្វើយផងយើងមានតសៃខ្ជិលជាប់ខ្លួនមកពីមុនផងក៏ចេះតែហីទៅបងប្អូនហ្នឹងហើយសង្ឃឹមថាបងប្អូនអ្នកដែលនៅរដ្ឋជាមួយខ្ញុំទីក្រុងមួយខ្ញុំនឹងមកជួបគ្នាហើយបងប្អូននៅស្រុកខ្មែរយើងអ្នកភូមិខ្លះគាត់ចាប់ផ្ដើមលេងប្រដាប់លបាយជាព្រៃឬក៏អ្នកខ្លះគាត់ចាប់ផ្ដើមលេងចាក់បាសរំតាមភូមិបដាហើយសង្ឃឹមថាចូលឆ្នាំបងប្អូននឹងទទួលបានការសប្បាយរីករាយហើយបងប្អូនអ្នកដែលនៅឆ្ងាយក៏ចូលរួមសប្បាយជាមួយខ្ញុំតាមការចែកម្លែកពីខ្ញុំទៅវិញណាបងប្អូនអញ្ចឹងមានអីផ្សេងទៀតខ្ញុំអាចចែកម្លែកបានខ្ញុំនឹងចែកម្លែកនៅវីដេអូក្រោយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនជូនពរឆ្នាំថ្មីទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាយបាយ